សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងធ្វើការប្រើប្រាស់ទៅលើ tool មួយឈ្មោះថា Cycle Tool វាគឺជាឧបករណ៍មួយប្រើដើម្បីធ្វើការបង្កើត sketch ជាលក្ខណៈរង្វង់ក្រោយពេលដែលបងប្អូនមើលវីដេអូនេះចប់បងប្អូនអាចមានសមត្ថភាពក្នុងការបង្កើត sketch ជាលក្ខណៈរង្វង់បានត្រឹមត្រូវហើយទី2នោះគឺបងប្អូនអាចធ្វើការស្វែងយល់អំពីលក្ខណៈនៃរង្វង់នៅក្នុងកម្មវិធី SolidWorks អញ្ចឹងបើសិនបើបងប្អូនដែលមិនទាន់បានជួយចុច Subscribe បើសិនបើបងប្អូនយល់ឃើញថាវីដេអូនេះពិតជាមានអត្ថប្រយោជន៍សម្រាប់បងប្អូនសូមបងប្អូនជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី SolidWorks អូខេអញ្ចឹងគឺយើងចូលមកកន្លែង Sketch មកយើង click លើ Sketch បន្តមកទៀតគឺយើងមើលនៅកន្លែងនេះអញ្ចឹងនៅកន្លែងនេះវាមាន tool 2នៅពេលដែលយើងពលាទៅលើ arrow នេះទៅលើសញ្ញាព្រួយនេះបងប្អូនឃើញទី1គឺ cycleមានន័យថារង្វង់អានេះគឺជា perimeter cycle អញ្ចឹងខ្ញុំចូលទៅ click activate ទៅលើមួយសិនចឹងយើង click លើវាមកអូខេបន្តមកទៀតគឺយើង click ទៅលើប្លង់ដែលយើងចង់ធ្វើការ sketch ហ្នឹងអញ្ចឹងឥឡូវខ្ញុំប្រើប្រាស់ទៅលើប្លង់ front អញ្ចឹងខ្ញុំ click ទៅលើប្លង់ front ហើយនៅពេលដែលបងប្អូនធ្វើការ activate ទៅលើ cycle tool បងប្អូនឃើញ cursor របស់យើងគឺវាដូរទៅជាមានរង្វង់មួយហើយនឹងមានខ្មៅដៃមួយបញ្ជាក់ថាយើងកំពុងតែស្ថិតនៅលើ tool មួយឈ្មោះថា cycle toolដែលគេប្រើ tool ហ្នឹងដើម្បីធ្វើការបង្កើតរង្វង់អ្វីដែលបងប្អូនត្រូវធ្វើនៅក្នុងផ្ទាំង viewport របស់យើងបងប្អូនត្រូវធ្វើការ click វាមួយហើយការ click វាមួយហ្នឹងគឺដើម្បីធ្វើការដៅចំណុចដែលជាចំណុចផ្ចិតនៃរង្វង់អញ្ចឹងឧទាហរណ៍ថាយើងទៅដៅកន្លែងណាក៏បានតាមចិត្តបងប្អូនដែលយើងចង់ធ្វើការបង្កើត sketch ហ្នឹងឥឡូវឧទាហរណ៍ខ្ញុំចង់ធ្វើការបង្កើតវានៅកន្លែងចំណុច origin អញ្ចឹងខ្ញុំគ្រាន់តែ click វាមួយមកហើយខ្ញុំ move mouse ចេញក្រៅឃើញពេលណាយើង move mouse ចេញក្រៅនេះគឺយើងដើម្បីធ្វើការកំណត់ទៅលើប្រវែងកម្មអញ្ចឹងបន្ទាត់មួយអុចហ្នឹងគឺជាតំណាងឲ្យកម្មនៃរង្វង់អញ្ចឹងយើង click វាមួយមកដើម្បីធ្វើការបញ្ចប់វាអូខេអញ្ចឹងយើងត្រូវស្វែងយល់អំពីលក្ខណៈនៃរង្វង់បន្ទាប់ពីយើងធ្វើការបង្កើតវារួចហើយចំណុចកដាលគឺជាផ្ចិតនៃរង្វង់រីឯនេះគឺជាធ្នូនៃរង្វង់អញ្ចឹងបើសិនបើប្រវែងមួយដែលចេញពីផ្ចិតនៃរង្វង់ទៅកាន់ធ្នូនៃរង្វង់គេហៅថាកម្មអញ្ចឹងគ្រប់ចំណុចទាំងអស់ដែលមានប្រវែងដែលចេញពីផ្ចិតទៅកាន់គ្រប់ចំណុចដែលនៅលើធ្នូនៃរង្វង់គឺជាកម្មហើយបើសិនបើប្រវែងវាចេញពីធ្នូហើយកាត់ចំណុចផ្ចិតត្រង់មកកាន់មួយចំហៀងទៀតគឺជាអង្កត់ផ្ចិតអញ្ចឹងអង្កត់ផ្ចិតមានប្រវែង2ដងនៃកម្មអញ្ចឹងយើងត្រូវយល់អំពីលក្ខណៈរបស់វាចឹងទៅពេលណាយើងធ្វើការបង្កើតចប់ហើយគឺយើង click នេះសញ្ញា tick នេះអញ្ចឹងមានន័យថា sketch របស់យើងគឺបានបង្កើតហើយអញ្ចឹងយើងគ្រាន់តែចូលទៅធ្វើការ click ទៅលើ cycle tool ហ្នឹងមកហើយយើងធ្វើការ click ដើម្បីដៅចំណុចផ្ចិតកដាលនៃរង្វង់ហើយយើង move mouse ចេញក្រៅដើម្បីធ្វើការកំណត់ទៅលើប្រវែងកម្មអូខេមួយទៀតខ្ញុំចូលទៅមួយទៀត tool មួយទៀតគឺជា parameter cycle parameter cycle នេះគឺជាការបង្កើតរង្វង់ដោយ3មានន័យថា3ចំណុចឬក៏គេប្រើ tool ហ្នឹងដើម្បីធ្វើការបង្កើតរង្វង់គឺជាលក្ខណៈ tangent អញ្ចឹង tangent មានន័យថាជាលក្ខណៈប៉ះគ្នាឥឡូវខ្ញុំធ្វើការ click លើវាមកខ្ញុំ activate លើវាអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើតរង្វង់មួយដើម្បីឲ្យធ្នូវាហ្នឹងប៉ះជាមួយនឹងរង្វង់នេះផងហើយនឹងរង្វង់នេះផងអញ្ចឹងគឺគេប្រើប្រាស់ទៅលើ parameter cycle ចឹងយើង click វាមួយមកដើម្បីធ្វើការដៅចំណុចអញ្ចឹង move មកចេញក្រៅនេះហើយយើងយកវាមក click ទៅលើចំណុចមួយទៀតនេះឲ្យប៉ះទៅមិនដាក់វាឲ្យប៉ះវាឃើញមានសញ្ញាមួយយើងឃើញមានសញ្ញាមួយដែលមានពណ៌លឿងព័ទ្ធជំវិញហ្នឹងបញ្ជាក់ថាធ្នូពីរហ្នឹងគឺវាប៉ះគ្នាជាង click វាមួយមកហើយបន្តមកទៀតគឺយើង move មកយើងចេញក្រៅទៀតដើម្បីឲ្យវាមកប៉ះជាមួយនឹងធ្នូនៃរង្វង់ទី2នេះចឹងដល់ពេលណាវាប៉ះគ្នារបៀបនេះមានន័យថាធ្នូទាំងពីរហ្នឹងគឺវា tangent គ្នាវាប៉ះគ្នាជាង click មកអានឹងគឺជាការប្រើប្រាស់ទៅលើ parameter cycle វាគឺជា tool មួយក្នុងការបង្កើតរង្វង់ដើម្បីឲ្យធ្នូរបស់វានឹងគឺវាប៉ះគ្នាជាមួយនឹងធ្នូដទៃទៀតចេញម្ដងទៀតខ្ញុំ click ទៅលើចំណុចមួយដើម្បីធ្វើការ set ទៅលើចំណុចនេះអានឹងគឺជាចំណុចធ្នូទី1ហើយយើង move mouse វាមក click វាមួយទៀតហើយយើង move វាមួយទៀតអូខេហើយយើងបន្លាញវា
ទៅពេលដែលយើងបន្លែងវាយើងឃើញមានអានេះគេហៅថា constraint ហ្នឹងវាបង្ហាញយើងថារវាងធ្នូរង្វង់ដែលយើងបង្កើតមិញជាមួយនឹងធ្នូនៃរង្វង់នេះគឺវាប៉ះគ្នាវា tangent គ្នាអានេះគឺវា tangent គ្នាអូខេហើយបន្តមកទៀតគឺយើង click អូខេដើម្បីធ្វើការ finish វាអញ្ចឹងខ្ញុំបញ្យល់ត្រឡប់មកក្រោយវិញសម្រាប់ cycle ក៏គេប្រើដើម្បីធ្វើការបង្កើតរង្វង់ដែរប៉ុន្តែអានឹងគឺជាលក្ខណៈរង្វង់ធម្មតាយើងត្រូវការ set ទៅលើចំណុចផ្ចិតហើយ move ចេញក្រៅដើម្បីធ្វើការកំណត់ទៅលើប្រវែងកាំអូខេហើយសម្រាប់ parameter cycle នេះគឺជាការបង្កើតរង្វង់ដោយ3ចំណុចដែលផ្ដោតសំខាន់ទៅលើការ tangent គ្នាការប៉ះគ្នាដោយធ្នូនឹងធ្នូខ្ញុំ click ម្ដងទៀតហើយខ្ញុំឧទាហរណ៍ថាខ្ញុំចង់ឲ្យបង្កើតធ្នូមួយវា tangent ជាមួយនឹងនេះវាថា tangent មានថាវាប៉ះគ្នាអូខេយើង click វាមួយមកនេះយើង move ម៉ៅមកអូខេនេះយើងប៉ះមកបន្លែងវាហើយយើងចាប់ផ្ដើម move ម៉ៅមកទៀតឲ្យប៉ះគ្នានឹងកន្លែងនេះហើយយើងបន្លែងវាអញ្ចឹងមានន័យថាម៉េចមានន័យថាយើងបង្កើតរង្វង់ថ្មីមួយនេះដោយប្រើប្រាស់ទៅលើ parameter cycle ហ្នឹងដើម្បីឲ្យធ្នូវាហ្នឹងគឺ tangent ជាមួយនឹងធ្នូនៃរង្វង់ផ្សេងទៀតអូខេបន្តមកទៀតគឺយើង click អូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនអំពីរបៀបនៃការប្រើប្រាស់ទៅលើ cycle tool ក្នុងការបង្កើត sketch ជាលក្ខណៈរង្វង់បងប្អូនត្រូវចងចាំថាវាមាន2ទី1គឺ cycle គឺបង្កើតដោយការដៅទៅលើចំណុចផ្ចិតវាជាមុនសិនបន្តមកទៀតយើង move ម៉ៅចេញក្រៅដើម្បីធ្វើការកំណត់ទៅលើប្រវែងកាំហើយមួយទៀតគឺ parameter cycle វាគឺជា tool មួយប្រើដើម្បីធ្វើការបង្កើតរង្វង់ដែរប៉ុន្តែផ្ដោតទៅលើ3ចំណុចគឺយើងត្រូវការប្រើវាដើម្បីបង្កើតជាធ្នូដើម្បីឲ្យវា tangent ជាមួយនឹងរង្វង់ផ្សេងទៀតអញ្ចឹងសូមអរគុណសូមជម្រាបលា